នេះខ្ញុំមកចែករំលែកបងប្អូននៅបច្ចេកទេសមួយចំនួននៃការធ្វើយ៉ាងម៉េចបច្ចេកទេសយ៉ាងម៉េចដើម្បីឲ្យសំបុកយើងមានកំណើនហើយសត្វនៅក្នុងផ្ទះយើងក៏មានកំណើនដែរបងប្អូនបាទសម្រាប់ចំណុចទី1គឺការសម្អាតក្តារសំបុកបងប្អូនបាទនៅពេលដែលយើងបេះសំបុកហើយបងប្អូនគួរតែសម្អាតក្តារសំបុកដែលកន្លែងបេះហ្នឹងឲ្យស្អាតហើយកុំឲ្យមានផ្សិតកើតឡើងឬក៏មានបញ្ហាថាសំបុកយើងក្តារយើងមិនស្អាតអញ្ចឹងណាបងប្អូនបាទអញ្ចឹងចំណុចទី1បងប្អូនគួរតែសម្អាតក្តារសំបុកឲ្យបានស្អាតដើម្បីទាក់ទាញសត្វថ្មីហើយនឹងឲ្យសត្វធ្វើសំបុកឡើងវិញបានមានកំណើនល្អបាទចូលដល់ចំណុចទី2បងប្អូនគួរតែពិនិត្យមើលអីគួយកុំឲ្យមានបញ្ហាដាច់ error ប្រព័ន្ធអីគួយណាមួយសម្បីតែសំឡេងកូនក្តោយសំឡេងនាំផ្លូវក្តោយគឺបងប្អូនត្រូវពិនិត្យកុំឲ្យដាច់បើសិនជាដាច់នាំឲ្យមានបញ្ហាធ្លាក់សំឡេងឬក៏ធ្វើឲ្យសំបុកយើងនៅក្នុងផ្ទះរបស់យើងអត់មានកំណើនទេចំពោះចំណុចទី3បងប្អូនគួរតែពិនិត្យមើលប្រព័ន្ធសំណើមបាទប្រព័ន្ធសំណើមឲ្យបានត្រឹមត្រូវគឺចន្លោះពី75ទៅ90ហើយវាការប្រើប្រាស់សំណើមវាអាស្រ័យទៅលើទំហំផ្ទះវាអាស្រ័យទៅលើអាយុផ្ទះហើយអញ្ចឹងបងប្អូនអាចស្វែងយល់បន្ថែមនៃការប្រើប្រាស់សំណើមឲ្យបានត្រឹមត្រូវដើម្បីឲ្យសំបុកយើងមានកំណើនចូលដល់បច្ចេកទេសទី4គឺយើងបិទសំឡេងបងប្អូនបាទបិទសំឡេងនេះគឺបិទសំឡេងនៅពេលព្រឹកពីម៉ោង4កន្លះរហូតដល់ម៉ោង5ឬក៏ចាប់ពីម៉ោង5រហូតដល់ម៉ោង5កន្លះគឺយើងបិទសំឡេងដើម្បីឲ្យសត្វដែលថ្មីវាចាប់គូអញ្ចឹងណាបងប្អូនប៉ុន្តែបញ្ជាក់បងប្អូនឡើងនេះតិចសម្រាប់បច្ចេកទេសនេះគឺប្រើសម្រាប់តែផ្ទះដែលមានអាយុច្រើនមានអាយុចាប់ពី2ឆ្នាំឡើងទៅឬក៏ផ្ទះដែលមានសត្វច្រើនហើយបាទបានយើងអនុវត្តបច្ចេកទេសនេះទៅវាអត់មានបញ្ហាដល់សត្វរបស់យើងជាពិសេសផ្ទះតែថ្មីមិនគួរប្រើបច្ចេកទេសនេះទេអញ្ចឹងណាបាទចង់បញ្ជាក់បងប្អូនឡើងហ្នឹងបាទចូលដល់បច្ចេកទេសទី5បងប្អូនគួរតែផ្លាស់ប្ដូរសំឡេងបើសិនជាបងប្អូនបើសិនជាផ្ទះរបស់យើងមានអាយុលើសពី3ឆ្នាំហើយអញ្ចឹងយើងការផ្លាស់ប្ដូរសំឡេងនេះដើម្បីទាក់ទាញសត្វថ្មីហើយនឹងធ្វើឲ្យរំញោចធ្វើឲ្យសត្វនៅក្នុងផ្ទះរបស់យើងមានកំណើនសត្វឬក៏មានកំណើនសំបុកឡើងវិញនឹងឯងបាទអញ្ចឹងបច្ចេកទេសទាំង5នេះបងប្អូនមានចម្ងល់អីបន្ថែមបងប្អូនអាចខមមិនសួរក្នុងខាងក្រោមឬក៏តាក់ទងមកខ្ញុំបានបងប្អូនកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងហើយបងប្អូនចង់បានវីដេអូលម្អិតអីបងប្អូនអាចទៅចូលទៅទស្សនានៅក្នុង channel YouTube របស់ខ្ញុំបាទអរគុណជួបគ្នានៅវីដេអូចែករំលែកពីវិទ្យាកម្មឬវីដេអូបន្តទៀតបាទអរគុណជម្រាបលា